យើងកុំឲ្យខាតពេលយូរយើងចូលដល់ចំណុចកសាធារណឆេតសាធារណរដ្ឋឆេតទទួលបានឯករាជ្យនៅថ្ងៃទី1ខែមករាឆ្នាំ1993ជារដ្ឋប្រធានាជារដ្ឋប្រជាធិបតេយ្យមានប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីរដ្ឋឆេតមានព្រំប្រទល់ខាងជើងជាប់នឹងប៉ូឡូញខាងកើតជាប់នឹងសហភាពរុស្ស៊ីខាងត្បូងជាប់ហុងគ្រីអូគ្រីនិងខាងលិចជាប់នឹងប្រទេសអាល្លឺម៉ង់ស្ថិតក្នុងទ្វីបអឺរ៉ុបប៉ែកខាងកើតយើងចូលពេកយើងបន្តទៀតមានផ្ទៃក្រឡាចំនួន18864គីឡូម៉ែត្រការ៉េមានប្រជាជន10លាននាក់នៅឆ្នាំ1989ប្រជាជនភាគច្រើនគឺសម្បូរឆេបក្រៅពីនោះមានជនជាតិមានជនព័ទ្ធចម្រុះជាមួយអាល្លឺម៉ង់និងហុងគ្រីមុនសង្គ្រាមលោកលើកទី2មានជនជាតិស្វីបរស់នៅច្រើនប៉ុន្តែត្រូវពួកណាស៊ីសម្លាប់ស្ទើរផុតពូជសប្តាហ៍ថ្ងៃនេះមានជនជាតិស្វីបរស់នៅទីក្រុងប្រាក់មានចំនួន15ទៅ18,000នាក់ប៉ុណ្ណោះប្រជាជនឆេបមានជំនឿទៅលើរ៉ូម៉ាំងកាតូលិកបន្ទាប់មកមានអតូដុកនិងប្រូតេស្តង់ជំនឿសាសនាត្រូវបើកចំហឡើងវិញនៅឆ្នាំ1990ក្រោយពេលរបបកុម្មុយនីសដួលរលំយើងចូលចំណុចខសាធារណរដ្ឋស្លូវ៉ាកចំណុចនេះផងដែរសាធារណរដ្ឋស្លូវ៉ាកស្ថិតនៅអឺរ៉ុបប៉ែកកណ្ដាលនៃមានផ្ទៃដីចំនួន49036គីឡូម៉ែត្រមានប្រជាជនចំនួន 5.5 លាននាក់មានទីក្រុងនយោបាយប្រាស្ទីស្លាវ៉ាកនិយាយភាសាស្លូវ៉ាកហុងគ្រីនិងរូម៉ានីនិយមសាសនាកាតូលិកនិងប្រូតេស្តង់ប្រជាធិបតេយ្យដំបូងគឺលោកកូវ៉ាស្លូវ៉ាកបានចូលជាសមាជិកនៃរដ្ឋនៃអង្គការរួមគឺអូតង់នៅឆ្នាំ2004ស្លូវ៉ាកបានរឹតបន្តឹងចំណងមិត្តភាពជាមួយសហរដ្ឋអាមេរិកនិងគាំទ្រពេញទំហឹងនៅវត្តមានកងទ័ពអាមេរិកនិងអូតង់នៅប្រទេសអ៊ីរ៉ាក់និងអាហ្គានីស្ថានយើងចូលចំណុចទី2វិស័យសង្គមរដ្ឋយកចិត្តទុកដាក់ដល់កម្មករនិយោជិតនិស្សិតអ្នកវិទ្យាសាស្ត្រសិល្បករសមាជិកសហគមន៍សុទ្ធតែមានប្រាក់ធានាសុខភាពពីរដ្ឋបើសិនជាអ្នកណាម្នាក់មានជំងឺត្រូវទទួលបង់ប្រាក់ធានាក្នុងការព្យាបាលជំងឺចាប់ពី50នៃចំនួនទឹកប្រាក់ខែសម្រាប់ស្ត្រីនៅពេលឆ្លងទន្លេត្រូវបានឈប់សម្រាកមាតុភាពចំនួន52សប្តាហ៍និងប្រាក់ឧបត្ថម្ភ 90% នៃប្រាក់ខែនៅឆ្នាំ1985ប្រទេសឆេកូស្លូវ៉ាគីមានមន្ទីរពេទ្យចំនួន229កន្លែងស្មើនឹង123,151គ្រែមន្ទីរសភ័ព្វមានចំនួន141និងមន្ទីរពេទ្យកុមារមាន43កន្លែងក្រៅពីនេះមានយុទ្ធនាការចុះចាក់ថ្នាំបង្ការជំងឺឆ្លងដូចជាជំងឺរបេងស្កាន់ស្លាកស្វិតដៃជើងជំងឺខួរក្បាលជាដើមការចុះចាក់ថ្នាំបង្ការនេះបានធ្វើឲ្យអត្រាមរណៈនៃកុមារចុះមកត្រឹម10%នៅឆ្នាំ1985ដោយសារការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអំពីសុខភាពគេឃើញមានអាយុមធ្យមរបស់ប្រជាជនឆេកូស្លូវ៉ាគីបុរសមានអាយុ66ឆ្នាំនិងស្ត្រីមានអាយុ74ឆ្នាំប៉ុន្តែបើធៀបទៅនឹងអឺរ៉ុបខាងលិចអត្រានេះមានកម្រិតទាបនៅឡើយនៅក្នុងប្រព័ន្ធអប់រំឆេកូស្លូវ៉ាគីពុំមានថ្នាក់រៀនបង់ថ្លៃឡើយចាប់ពីមត្តេយ្យរហូតដល់មកសិក្សាក្រោយពីរៀនចប់ថ្នាក់មូលដ្ឋានរយៈពេល9ឆ្នាំសិស្សអាចបន្តយកមកជំនាញនៅតាមសាលាមុខរបរផ្សេងទៀតនិស្សិតឆ្លេកកូស្លូវ៉ាគីទទួលបានអាហារូបករណ៍ដល់អាយុ25ឆ្នាំនៅទូទាំងប្រទេសឆ្លេកកូស្លូវ៉ាគីមានវិទ្យាល័យចំនួន36ក្នុងចំណោមវិទ្យាល័យល្បីឈ្មោះចំនួន5កន្លែងគឺសាកលវិទ្យាល័យ
អឺ Charles University កសាងឡើងឆ្នាំ1348 សាកលវិទ្យាល័យ Comenius កសាងឆ្នាំ1919 សាកលវិទ្យាល័យ Palaki កសាងនៅឆ្នាំ1576 សាកលវិទ្យាល័យ Safarik កសាងនៅឆ្នាំ1959 និងសាកលវិទ្យាល័យ Pukin កសាងឆ្នាំ1919 នៅឆ្នាំសិក្សាពីឆ្នាំ1985ដល់ឆ្នាំ1986មាននិស្សិតបរទេសចំនួន4160នាក់បានសិក្សានៅក្នុងប្រទេសឆេកូស្លូវ៉ាគីឥឡូវយើងចូលចំណុចទី3វិស័យសេដ្ឋកិច្ច 3.1 វិស័យឧស្សាហកម្មនៅក្នុងឆ្នាំ1948ក្នុងសម័យកុម្មុយនីសកាន់កាប់អំណាចរោងចក្រសហគ្រាសកសិដ្ឋានត្រូវបានកាន់កាប់ដោយរដ្ឋនោះដល់ឆ្នាំ1989ពួកកុម្មុយនីសបាត់បង់អំណាចរោងចក្រសហដ្ឋានទាំងអស់ត្រូវផ្លាស់ប្ដូរមកជាកម្មសិទ្ធិឯកជនវិញ